សុស្ដីខ្ញុំបាទសម្អាតតាវុធសូមជម្រាបសួរបងប្អូនជនរួមជាតិពីចម្ងាយនៅវេលានេះខ្ញុំបាទសូមលើកឡើងពីព័ត៌មានថ្មីដែលកើតមាននៅក្នុងជំនួបរវាងសហរដ្ឋអាមេរិកជាមួយនឹងប្រទេសអ៊ីរ៉ានស្ថិតនៅក្នុងប្រទេសប៉ាគីស្ថានក្រោយរយៈកាល21ម៉ោងក្នុងជំនួបរវាងអាមេរិកជាមួយនឹងប្រទេសអ៊ីរ៉ានឃើញថាការមិនចុះសម្រុងគ្នាទៅលើការទាមទាររវាងសហរដ្ឋអាមេរិកជាមួយនឹងប្រទេសអ៊ីរ៉ានភាគីទាំងពីរមានលក្ខណៈទាមទារដោយឡែកពីគ្នាតាមព័ត៌មានខាងដើមដែលយើងបានដឹងទាំងអស់គ្នាភាគច្រើនបងប្អូនដែលបានស្ដាប់ព័ត៌មានអន្តរជាតិយើងបានដឹងច្បាស់ថាអាមេរិកគឺលោក Donald Trump ទាមទារឲ្យបើកច្រកសមុទ្រហាមូដើម្បីឲ្យមានចរាចរណ៍ឡើងវិញជាប្រក្រតីភាពយ៉ាងឆាប់ជាទីបំផុតនៅក្នុងនោះ Donald Trump បានទាមទារឲ្យមានការឈប់បន្តការធ្វើនូក្លេអ៊ែរនៅក្នុងប្រទេសអ៊ីរ៉ានដែលជារឿងមួយពិបាកនឹងដោះស្រាយដោយសារអ៊ីរ៉ានជាប្រទេសមួយឯករាជ្យហើយចង់បន្តកិច្ចការងារធ្វើនូក្លេអ៊ែរទៅថ្ងៃមុខទៀតហើយនឹងមានលក្ខខណ្ឌយ៉ាងច្បាស់លាស់តាក់ទងនឹងការមិនអនុញ្ញាតឲ្យអាមេរិកធ្វើសង្គ្រាមជាមួយនឹងប្រទេសអ៊ីរ៉ានបន្តទៅទៀតជារៀងរហូតមួយវិញទៀតអ៊ីរ៉ានទាមទារឲ្យការឈប់ដាក់លក្ខខណ្ឌតឹងរឹងទៅលើប្រទេសអ៊ីរ៉ានដែលយើងដឹងថាអ៊ីរ៉ានត្រូវបាន sanction by សហរដ្ឋអាមេរិក sanction meaning មានន័យថាគឺការនឹងមិនផ្ដល់អីជាការគាំពៀទៅកាន់ប្រទេសអ៊ីរ៉ានជាពិសេសទៅលើប្រព័ន្ធសេដ្ឋកិច្ចយើងដឹងនៅលើពិភពលោកប្រទេសណាក៏ត្រូវការសេដ្ឋកិច្ចដើម្បីរស់រៀងខ្លួនតែកាលណាគេបិទមិនឲ្យយើងមានដំណើរការសេដ្ឋកិច្ចជាប្រក្រតីនោះនឹងរងសម្ពាធដូច្នេះអ៊ីរ៉ានបានសូមឲ្យអាមេរិកលើកការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច sanction យើងអាចនិយាយបានថាដាក់ទណ្ឌកម្មលើផ្នែកសេដ្ឋកិច្ចយ៉ាងណាប្រទេសទាំងពីរនេះមិនមានការស្រោះស្រួលគ្នាតាំងតែពីមុនការជំនួបរវាងអនុប្រធានាធិបតីរបស់សហរដ្ឋអាមេរិកដែលធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថាននិងធ្វើការចរចាជាមួយនឹងប្រទេសអ៊ីរ៉ានតាក់ទងនឹងកិច្ចការងារការទាមទាររបស់សហរដ្ឋអាមេរិកយ៉ាងណាក៏ដោយអ្វីនៅក្នុងរយៈពេលដ៏ខ្លីមិនមានភាពរីករាយនឹងគ្នាទេគឺជំនួបក្រោយ21ម៉ោងក្រោយមកត្រូវបានមិនចុះសម្រុងគ្នាត្រង់ចំណុចនេះខ្ញុំបាទសូមបញ្ជាក់ជូនបងប្អូនប្រជាជាតិខ្មែរយើងអ្វីត្បិតអ៊ីរ៉ានជាប្រទេសមួយនៅឆ្ងាយពីប្រទេសយើងអាមេរិកក៏នៅឆ្ងាយពីប្រទេសយើងតែផលប៉ះពាល់លើពិភពលោកគឺទទួលបានផ្នែកចំណែករៀងខ្លួនតាក់ទងនឹងកិច្ចការងារសេដ្ឋកិច្ចប៉ះពាល់ទៅលើការដឹកជញ្ជូនប្រេងធ្វើឲ្យប្រេងឡើងថ្លៃយ៉ាងណាប្រទេសលើពិភពលោកគឺទទួលឥទ្ធិពលដ៏មិនល្អចំពោះការធ្វើសង្គ្រាមរបស់សហរដ្ឋអាមេរិករួមជាមួយនឹងអ៊ីស្រាអែលតតាំងជាមួយនឹងប្រទេសអ៊ីរ៉ានយើងឃើញប្រេងសាំង gas ឡើងថ្លៃគ្រប់ទីកន្លែងលើពិភពលោកក៏ដោយសារសង្គ្រាមយ៉ាងណាក៏ដោយមនុស្សនៅលើโลกនេះពិបាកនឹងទទួលយកត្រង់ថាមានច្បាប់ទាំងអន្តរជាតិច្បាប់ប្រទេសច្បាប់តំបន់តែអាស្រ័យលើបុគ្គលដែលជាអ្នកដឹកនាំចិញ្ចឹមចិត្តចង់បានលើពីអ្វីដែលខ្លួនមានវាធ្វើឲ្យមានការបំពានលើច្បាប់អញ្ចឹងបើយើងឃើញថាប្រទេសអាមេរិកត្រូវបាន
សហការជាមួយនឹងអ៊ីស្រាអែលសហការចង់មានន័យថាអ៊ីស្រាអែលពឹងពាក់អាគាំងក៏មានផលប្រយោជន៍ក៏ធ្វើការបំផ្លិចបំផ្លាញប្រទេសអ៊ីរ៉ានយ៉ាងណាប្រទេសទាំងពីរនេះមិនមានការស្រោះស្រួលគ្នាតាំងតែពីមុនការជំនួបរវាងអនុប្រធានាធិបតីរបស់សហរដ្ឋអាមេរិកដែលធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថាននឹងធ្វើការចរចាជាមួយនឹងប្រទេសអ៊ីរ៉ានតាក់ទងនឹងកិច្ចការងារការទាមទាររបស់សហរដ្ឋអាមេរិកយ៉ាងណាក៏ដោយអ្វីនៅក្នុងរយៈពេលដ៏ខ្លីមិនមានភាពរីករាយនឹងគ្នាទេគឺជំនួបក្រោយ21ម៉ោងក្រោយមកត្រូវបានមិនចុះសំណងគ្នាខ្ញុំបាទសូមអានអាវុធសូមអរគុណសូមជម្រាបលា